ដោយសារតែគ្រឿងផ្សំស៊ុបហូកករ៉ុតពីដូនតាខ្ញុំបានជួយហាងហូករបស់មិត្តភក្តិខ្ញុំឲ្យរស់ឡើងវិញក្នុងមួយឆ្នាំរកចំណូលបានជាង5លានដល់ចុងឆ្នាំមិត្តភក្តិខ្ញុំបែរជាចែកភាគលាភឲ្យខ្ញុំជាគូប៉ុងទឹកប្រាក់50,000ទៅវិញហាងលក់ដាច់បែបនេះគឺដោយសារតែខ្ញុំចេះរៀបចំតើវាមានពាក់ព័ន្ធអីជាមួយចុងភៅដូចជាឯងចុងភៅហាងហូកផ្សេងមួយខែគេឲ្យតែ 5,000 ទេខ្ញុំឲ្យឯងមួយខែ 5,000 គឺសាកសមនឹងឯងណាស់ទៅហើយខ្ញុំទាំងភ្ញាក់ផ្អើលនឹងខឹងមិននឹកស្មានថាភាពស្មោះត្រង់ត្រូវបដូរមកវិញនៅការបោកប្រាស់ខ្ញុំក៏លីឈប់ភ្លាមហើយលក់រូបមន្តសម្ងាត់ពីដូនតាទៅឲ្យហាងហូកនៅក្បែរនោះកន្លះឆ្នាំក្រោយមកមិត្តភក្តិខ្ញុំក៏មកតាមខ្ញុំបើឯងត្រឡប់មកវិញខ្ញុំនឹងដំឡើងប្រាក់ខែឲ្យឯង 10,000 ប៉ុណ្ណឹងពេញចិត្តនៅមួយឆ្នាំមុនខ្ញុំនៅធ្វើការនៅខេត្តផ្សេងនៅឡើយទេថ្ងៃមួយពេលល្ងាចខ្ញុំក៏ទទួលបានទូរស័ព្ទពីមិត្តសម្លាញ់យាកហ៊ូហាងហូកដែលខ្ញុំបើកចិត្តបិទទ្វារហើយតើឯងអាចត្រឡប់មកជួយខ្ញុំបានទេផ្ទះខ្ញុំមានរូបមន្តគ្រឿងផ្សំស៊ុបហូករ៉ុតពីដូនតាឲ្យតែអ្នកធ្លាប់ញ៉ាំសុទ្ធតែសរសើរថាឆ្ងាញ់គេចង់ឲ្យខ្ញុំយកគ្រឿងផ្សំស៊ុបហូកនេះទៅចូលហ៊ុនគិតបានប៉ុន្មានថ្ងៃខ្ញុំក៏យល់ព្រមរឿងនេះក្រោយពេលត្រឡប់មកវិញខ្ញុំចូលធ្វើមិនបានកន្លះខែផងហាងហូករបស់គេក៏រស់ឡើងវិញឥឡូវនេះវាក្លាយជាហាងហូកដែលល្បីជាងគេក្នុងទីក្រុងនេះទៅហើយជារៀងរាល់ថ្ងៃមានមនុស្សតម្រង់ជួរជាង400នាក់បងប្រុសរឿងនោះបងគិតដល់ណាហើយខ្ញុំឲ្យបងមួយខែ 20,000 ចុងឆ្នាំចែកភាគលាភ 4 ភាគល្អជាងនៅកន្លែងយាកហ៊ូឆ្ងាយណាស់ថៅកែលីវរឿងដែលលោកនិយាយខ្ញុំមិនអាចធ្វើបានទេខ្ញុំទៅធ្វើការសិនហើយលាហើយបងប្រុសខ្ញុំដឹងថាបងឲ្យតម្លៃលើមិត្តភាពប៉ុន្តែអាល្អិតយាកហ៊ូនោះមិនស័ក្តិសមទេគ្រឿងផ្សំស៊ុបហូករបស់បងនេះបដូរទៅហាងណាក៏គេចង់បានដែរអរគុណថៅកែលីវសម្រាប់បំណងល្អខ្ញុំនិងយាកហ៊ូគឺជាបងប្អូននឹងគ្នាមិនអាចធ្វើខុសចំពោះគេបានទេបងប្រុសបងហ៊ូកំពុងរងចាំបងនៅការិយាល័យគាត់ថាចង់និយាយជាមួយបងរឿងចែកភាគលាភចែកភាគលាភតើគាត់មានប្រាប់ថាប៉ុន្មានទេមិនបានប្រាប់ច្បាស់ទេប៉ុន្តែបងហ៊ូថាឆ្នាំនេះរកស៊ីដាច់ចែកភាគលាភមិនតិចទេប្រហែលជាមាន 50,000 ល្អខ្ញុំទៅរកគាត់នៅការិយាល័យឥឡូវនេះខ្ញុំចូលទៅក្នុងការិយាល័យដោយក្តីរំពឹងប៉ុន្តែបែរជាគាំងបន្ទាប់ពីទទួលបានភាគលាភនេះជាភាគលាភរបស់ឯងយាកហ៊ូមិនបានឲ្យកាត់ធនាគារខ្ញុំទេហើយក៏មិនបានឲ្យមូលពទានបាត់ខ្ញុំដែរតែបែរជាឲ្យគូប៉ុងទឹកប្រាក់ 50,000 ទៅវិញយាកហ៊ូឯងលេងសើចជាមួយខ្ញុំមែនទេចុះភាគលាភដែលបាននិយាយគ្នាទុកនោះបងប្អូននេះហើយជាភាគលាភដែលបានសន្យាជាមួយឯង 50,000 គត់ឯងបោកខ្មោចមែនទេខ្ញុំចង់បានលុយមិនក៏មិនមែនជាលុយឯងកាន់គូប៉ុងនេះមិនត្រឹមតែអាចញ៉ាំហ្វ្រេនៅក្នុងហាងទេថែមទាំងមិនបាច់តម្រង់ជួរសូម្បីតែខ្ចប់យកទៅផ្ទះក៏បានដែរឯងក៏ដឹងដែរថាហាងយើងឥឡូវនេះចង់តម្រង់ជួរតតែមកដណ្ដើមគ្នាតាំងពីព្រលឹមបើមិនអញ្ចឹងទេគឺមិនបានញ៉ាំទេគេនិយាយហាក់ដូចជាផ្ដល់អំណោយដ៏ធំដល់ខ្ញុំអញ្ចឹងតាវៃខ្ញុំដឹងថាឯងមិនសប្បាយចិត្តទេប៉ុន្តែឯងក៏ត្រូវយល់ពីការលំបាករបស់ខ្ញុំដែរហាងនេះមិនមែនជារបស់ខ្ញុំម្នាក់ឯងទេគ្រួសារប្រពន្ធខ្ញុំសុទ្ធតែបានបញ្ចេញលុយអ្នកទាំងអស់គ្នាសុទ្ធតែរងចាំចែកភាគលាភឯងមិនបានបញ្ចេញលុយមួយសេនសោះឥឡូវចង់ចែកយក 50,000 ខ្ញុំពិបាកនឹងបកស្រាយណាស់យាកហ៊ូកាលពីមុនយើងបាននិយាយគ្នាហើយតើខ្ញុំយកគ្រឿងផ្សំស៊ុបហូកចូលហ៊ុន2ភាគដោយមិនបាច់បញ្ចេញលុយបើគ្មានគ្រឿងផ្សំស៊ុបហូករបស់ខ្ញុំទេតើហាងឯងអាចល្អបែបនេះទេនឹកស្មានមិនដល់ថានិយាយចប់ប្រយោគនេះយាកហ៊ូក៏ធ្វើមុខក្រញើស៊ឺវៃឯងគុំមកវីទៅដាក់ខ្ញុំហាងរកស៊ីដាច់គឺដោយសារតែខ្ញុំជួលក្រុមរៀបចំអាជីវកម្មអាជីពអ្នកទាំងអស់គ្នាសុទ្ធតែមកដោយសារតែម៉ាក់ហ៊ូវៃនេះតើវាមានពាក់ព័ន្ធអីជាមួយឯងគុំមកលើកដំកើងខ្លួនឯងពេកនិយាយចប់គេក៏យកកិច្ចសន្យាមួយចេញពីថតហើយចាប់ពីឆ្នាំក្រោយទៅប្រាក់ខែរបស់ឯងពី 8,000 បដូរទៅ 6,000 វិញក្រឡេកមើលកិច្ចសន្យាថ្មីនេះខ្ញុំចង់តែផ្ទុះក្បាលទេឲ្យខ្ញុំ 6,000 ឯងឈ្គួតទេអ្នករត់ទៅមានដល់ទៅ 5,000 តាវៃខ្ញុំក៏ឲ្យឯងតាមស្ថានភាពជាក់